ស្ដីបើចាស់ពាក្យហ៊ុនរបស់ក្រុមហ៊ុនមិនឃើញតម្លៃរបស់វាទេវានឹងមិនរីករាយនោះទេសូមឲ្យវារងរបួសមានរឿងបែបនេះមិនប្រាប់ខ្ញុំមុនរឿងនេះអំពី Silverland ប្រសិនបើអ្វីរួចរាល់ពាក់កណ្ដាលពិបាកនិយាយអញ្ចឹងសូមអរគុណទុកជាមុនលោកហ្វាងនៅពេលដែលអ្នកគ្រប់គ្រងវិញឈានចាប់ផ្ដើមបង្កើតបញ្ហាវាមិនងាយស្រួលទេក្នុងការបញ្ចប់ខ្ញុំចង់ធ្វើតេស្តផ្ទាល់ទាំងស្រុងក្នុងករណីដែលវាដូចគ្នាតើអ្នកចង់រកខ្ញុំទេខ្ញុំផងដែរខ្ញុំដឹងថាខ្ញុំមានបេះដូងអាក្រក់មិនជាពិសេសធ្វើកិច្ចការផ្ទះទេមិត្តបន្ថែមទាំងនេះត្រូវបានបង្ហោះដោយខ្ញុំនៅថ្ងៃនេះទាំងនេះល្អសម្រាប់តែបេះដូងប៉ុណ្ណោះមិនមានការបង្កគ្រោះថ្នាក់នៅក្នុងនេះទេតើអ្នកមានន័យថាគឺខ្ញុំគីលានុបដ្ឋាយិកាដែលបានធ្វើបាបអ្នកគាត់មិនមានអត្ថន័យផ្សេងទៀតទេយើងគ្រាន់តែចង់ដឹងឥឡូវនេះចុះស្ថានភាពសម្ភារៈវិញមានវិញ្ញាណអាក្រក់នៅទីនេះតើអ្វីអាចប្រសើរឡើងដោយរបៀបណាត្រូវតែមានការយល់ច្រឡំខ្លះគាត់នឹងមិនធ្វើបែបនេះទេតើពេលនេះអ្នកជំងឺយ៉ាងម៉េចហើយស្ថានភាពមិនល្អទេស្ថិតក្រោមការស៊ើបអង្កេតតើមានអ្វីកើតឡើងរាងកាយរបស់នាងបានជាសះស្បើយឡើងវិញតើអ្នកត្រូវការចូលដោយសន្តិភាពនៃចិត្តសូមឲ្យអ្នកថែរក្សាខ្ញុំឲ្យបានល្អតើវាត្រូវបានថែរក្សាយ៉ាងដូចមិនថាយើងយកចិត្តទុកដាក់យ៉ាងណានោះទេអ្នកមិនអាចរារាំងនរណាម្នាក់ពីចិត្តណាធ្វើបាបអ្នកដទៃបានទេតើអ្នកណាចង់ធ្វើបាបមនុស្សនៅក្នុងមន្ទីរពេទ្យរបស់យើងបានជួយសង្គ្រោះនាងត្រូវតែធ្វើឲ្យនាងមើលទៅល្អលោកយូកុំបារម្ភមន្ទីរពេទ្យរបស់យើងពិតជានឹងព្យាបាលជនដែលបានជនរងគ្រោះត្រូវបានមុខជ្រូកផ្ដល់ឲ្យខ្ញុំនៅការបញ្យល់មួយទៀនលាវតើអ្នកអាចពង្រីកដោយរបៀបណាជនរងគ្រោះគឺកញ្ញាស៊ិនយូមិត្តស្រីរបស់លោកយូយ៉ាងម៉េចលោកយូជាធម្មតាខ្ញុំចាត់ទុកអ្នកដូចជាចៅស្រីរបស់ខ្ញុំតើអ្នកអាចធ្វើវាដោយរបៀបណាបើខ្ញុំជាគ្រួសារយូគ្មានការពន្យាពេលទេនិយាយបានល្អមនុស្សម្នាក់ទៀតដែលចង់ធ្វើបាបពិភពលោកគ្មានការពន្យាពេលទេលោកយូតើអ្នកមានអារម្មណ៍ល្អទេណែនឆេងខ្ញុំសុខសប្បាយទេតើអ្នកខកចិត្តទេអ្នកមិនអីទេវាមិនយឺតពេលទេដែលខ្ញុំសប្បាយចិត្តពួកគេសុទ្ធតែជាមនុស្សដែលបានលើកឡើងព័ត៌មានរាប់ពាន់ចាប់តាំងពីវាមិនអីទេហេតុអ្វីបានជានៅតែមានរឿងចង់និយាយបើខ្ញុំមិននិយាយពីរឿងល្ខោននេះទេអ្នកស្នាក់នៅជាព្រឹទ្ធបុរសតើអ្នកអាចមករកបានទេតើមានអ្វីកើតឡើងជាការពិតណាស់ខ្ញុំកំពុងសួរអ្នកចិត្តមិននិយាយទៀតទេអ្នកមានប្រពៃណីល្អចុះឌៀនលីវដែលជាបុរសរវល់វាមិនងាយស្រួលទេក្នុងការផ្ដល់ប្រាក់កម្ចីដល់អ្នកលោកយូលេងសើចទេពាក្យមួយពីអ្នកខ្ញុំមិនខ្វល់ទេថាខ្ញុំរវល់ជាមួយខ្ញុំតែងតែឆ្លៀតពេលមកកំដរអ្នកបន្ទាប់មកនៅជាមួយខ្ញុំបុរសចំណាស់នេះលោកយូតើអ្នកចង់ធ្វើឡើងដើម្បីអ្វីទោះបីជាចាស់គូស្នេហ៍ចំនួនថ្មីមូលហេតុនៃការស្លាប់កាលពី15ឆ្នាំមុនគូស្វាមីភរិយាថ្មីមានករណីគ្រោះថ្នាក់ចរាចរណ៍យឺតពេលបាត់ហើយបង្ខំឲ្យស្លាប់ដោយឥតប្រយោជន៍រឿងទាំងនេះគឺជាបញ្ហានៃការចុះចាញ់មើលការកាត់រួចឆ្លើយ15ឆ្នាំមុនអ្នកមិនអើពើនឹងរបាយការណ៍ជាច្រើនពីអ្នកក្រោមបង្គាប់របស់អ្នកគូស្នេហ៍ដែលព្រួយបារម្ភបានមកដល់មន្ទីរពេទ្យអ្នកបានបញ្ជាបុគ្គលិកពេទ្យនៅពេលនោះកុំឲ្យមើលថែពួកគេតតែប្តីប្រពន្ធសង្ហបុរីអស់សង្ឃឹមអ្នកគ្រាន់តែបញ្ជាឲ្យគេបញ្ជូនទៅគ្រាន់តែធ្វើវាចៃដនមានលុយ5លានយួនបន្ថែមទៀតនៅក្នុងកណនីរបស់អ្នកដែលដើរជុំវិញគឺ Wang Deshu វាគឺជាអ្នកដែលត្រូវបានលក់ដោយ Wang Deshu នោះហើយជាមូលហេតុដែលខ្ញុំពន្យាពេលការព្យាបាលឪពុកម្ដាយខ្ញុំដោយទៀតណាពួកគេមួយចំនួនត្រូវបានព្យាបាលទាន់ពេលវេលាតើគាត់នឹងមិនស្លាប់ទេលោកវងអរគុណនឹកអ្នកគិតច្រើនពេកហើយ5លានអ្នកនោះអ្នកក៏បានហៅវាថាជាការផ្លាស់ប្ដូរសាលាខេត្ត Tengwu លក់ថ្នាំពេទ្យតើមានមនុស្សស្លូតត្រង់ប៉ុន្មានអ្នកត្រូវបានសម្លាប់ក្នុងចំណោមភស្តុតាងទាំងនេះ
ថៃអានខែនជីយល់យ៉ាងច្បាស់រឿងទាំងនេះគឺគ្រប់គ្រាន់សម្រាប់អ្នកក្នុងការលេងសើចបុរសចំណាស់ខ្ញុំកំពុងពោះអ្នកតើអ្នកចង់ឲ្យខ្ញុំធ្វើខ្ញុំអាចធ្វើអ្វីដែលអ្នកចង់ឲ្យខ្ញុំធ្វើតាចាស់15ឆ្នាំមុនប្រតិបត្តិការរវាងអ្នកនិងវែងដាសងអ្នកគូបញ្ជាក់ឲ្យបានច្បាស់ជាងមុនដោយគ្មានចេតនាខ្ញុំពន្យល់នោះហើយជារបៀបដែលវាគឺជានៅពេលនោះវែងដាសងចង់ទទួលបានអំណាចបន្ថែមទៀតសូកខ្ញុំដើម្បីពន្យាពេលព្យាបាលដោយចេតនាអ្នកចាស់ខ្ញុំដឹងថាខ្ញុំជក់បារីតើអ្នកនឹងទុកខ្ញុំចោលទេស្លាប់ហោះនៅក្នុងសន្តាគារសាច់សត្វរបស់ខ្ញុំលោកម្ចាស់ចាស់របស់អ្នកតើអ្នកនឹងទុកខ្ញុំចោលទេបើវានៅក្នុងសន្តាគាររបស់ខ្ញុំពិតជានឹងដឹងគុណចំពោះការធ្វើដំណើរគ្រូរបស់អ្នកមើលថែខ្ញុំវាគ្រាន់តែធ្វើឲ្យឆ្នាំរបស់អ្នកកាន់តែវាគ្រាន់តែជាការរំទុកប្រសិនបើខ្ញុំអនុញ្ញាតឲ្យអ្នកទៅតើយើងអាចព្យាបាលវងវែនដែលបានស្លាប់ដោយរបៀបណាបុរសចំណាស់របស់អ្នកខ្ញុំសូមអង្វរអ្នកអនុញ្ញាតឲ្យខ្ញុំទៅសូមបុរសចំណាស់របស់អ្នកខ្ញុំសូមអង្វរអ្នកអនុញ្ញាតឲ្យខ្ញុំទៅខ្ញុំសូមអង្វរអ្នកបុរសចំណាស់របស់អ្នកអនុញ្ញាតឲ្យខ្ញុំទៅលោកម្ចាស់ខ្ញុំសូមអង្វរអនុញ្ញាតឲ្យខ្ញុំទៅកូនឲ្យហេតុអ្វីបានជារងទុកច្រើនឆ្នាំម្ល៉េះឥឡូវនេះការពិតត្រូវបានលាតត្រដាងឪពុកម្ដាយរបស់អ្នកទាំងអស់មានមហិច្ឆតាខ្លាំងណាស់អ្នកក៏អាចសម្រាកដោយសន្តិភាពអ្នកបានផ្ដល់ជីវិតរាងកាយអ្នកឲ្យបាញ់ដីវាស្មើនឹងឪពុកម្ដាយរបស់ខ្ញុំឥឡូវនេះអ្នកដាំដុះដែលធ្វើបាបអ្នកត្រូវបានជួយសង្គ្រោះហើយបន្ទាប់អ្វីដែលរងចាំពួកគេនឹងមានទណ្ឌកម្មពី Green Square អ្វីគឺចប់ហើយភូតាងគឺជារឿងមិនទាន់ឥឡូវនេះតើអ្នកចង់ធ្វើអ្វីខ្ញុំចង់យកអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះថ្មីរបស់ខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ពុកខ្យល់គីឡូទីនបានបញ្ជូនទៅច្បាប់បៃតងយូរសំណងខ្នាតតូចពេលវេលាសម្រាប់សន្និសីទទូទៅបុរាណគ្រាន់តែនៅពេលរសៀលនៅលើវេទិកាទី2បញ្ជាមកពីអត្ថបទពេញលេញនៃថៅក្រុមហ៊ុន UU Velo តើអ្នកដែលមានកម្លាំងខ្យល់អាចប្រើថ្នាំចិនបានទេខ្ញុំបានតាក់ទងទៅលោកស្រីឆាន់រួចហើយបន្ទាប់ពីម៉ោងទឹកនំព្យុះស្ថានភាពតាមអ៊ីនធឺណិតមិនមានសតិនិយមទេតាមឡើយវាគ្រាន់តែជាធាតុរបស់ Wencheli ដែលកំពុងវាយប្រហារយើងអ្នកគ្រប់គ្រងដែលអាចជួសជុលមុនការស្លាប់របស់ពួកគេឥឡូវនេះសូម្បីតែអ្នកគ្រប់គ្រងសិទ្ធិរបស់អ្នកទាំងពីរកំពុងធ្វើឲ្យមានបញ្ហាយើងទាំងពីរគឺជាអ្នកគ្រប់គ្រងសិទ្ធិមិនមែនដោយសារអ្នកទាំងពីរមានឋានៈខ្ពស់ពេកទេមានអ្នកគ្រប់គ្រងជាច្រើនព្យាយាមបោកណែឡើងសឹកឥឡូវនេះរីការូបថតរបស់អ្នកតាមអ៊ីនធឺណិតទៅ Wencheli ការអនុលោមតាមច្បាប់បណ្ដាលឲ្យមានការខឹងសម្បារយ៉ាងខ្លាំងមានកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅថ្ងៃស្អែកខ្ញុំបារម្ភថាបញ្ហានេះនឹងប៉ះពាល់ដល់ការយល់ឃើញរបស់ម្ចាស់ភាគហ៊ុនចៅវាយរបស់យើងនៅជាមួយនារីថ្មីយូរហើយខ្ញុំបានសួរទៅថ្នាក់ស្ថានសុខភាពពេលណាខ្ញុំបានរៀបចំថ្ងៃល្អរួចហើយចាប់តាំងពីមានកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅថ្ងៃស្អែកយើងអាចធ្វើកាតក្រហមបានសហការីដែលនឹងផ្សាយលទ្ធផលនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅថ្ងៃស្អែករួចហើយយើងមិនត្រឹមតែឈ្នះយ៉ាងហ្មត់ចត់ប៉ុណ្ណោះទេហើយឈ្នះយ៉ាងស្អាតនៅថ្ងៃថ្មីអ្វីដែលហៅថាស្ថាប័នច្បាប់បង្កើតឡើងដោយក្រុមនាយកចាស់ខ្ញុំគួរតែផ្ដល់អំណាចដល់គាត់ប៉ុន្តែកំពុងស្វែងរកកម្លាំងសម្រាប់ក្រុមហ៊ុនខ្ញុំមិនអាចធ្វើការលំបាករបស់អ្នករាល់គ្នាបានទេទុកវាឲ្យChenបរោះស្បែកខ្មៅនឹងធ្វើបាបអ្នកទទួលខុសត្រូវខ្ញុំមិនចង់និយាយថាតើវត្ថុខ្មៅពិតឬមិនពិតទេខ្ញុំចង់សួរសម្រាប់មេបញ្ជាការរបៀបចាប់ផ្ដើមនិយាយអំពីរឿងនេះដូច្នេះប្រធានគីតាចាស់លោកយូប៉ុន្តែមនុស្សនឹងរក្សាអ្នករហូតដល់រាជវង្សថេងអ្នកឃើញប៉ុន្តែអ្នកមិនដឹងហ៊ានទេជាខ្ញុំឲ្យផ្ញើឆ្នាំគ្រាប់ឲ្យគាត់ជាមួយរូបភាពខ្ញុំបានស្គាល់លោកយូពីមុនមកនៅពេលបង្ខំឲ្យធ្វើអ្វីមួយដែលមិននឹកស្មានដល់ខ្ញុំនៅតែមិនទាន់ស្លាប់ឥឡូវនេះសូមនិយាយអំពីវត្ថុខ្វក់របស់អ្នកគ្រប់គ្នាដែលមានកាយភ្នែកច្បាស់លាស់ស្គាល់យូឡៅជន់យូឈីវចូលចិត្តខេនយូហើយអ្វីមិនអើពើគាត់តាមគ្រប់មធ្យោបាយប៉ុន្តែចុះគាត់វិញសម្រាប់ថេងជាដែលមានរូបរាងល្អបាត់មុខស្ដេចយូឋានឋានៈរបស់ស្ដេចយូសិននៅក្នុងឧស្សាហកម្មកំសាន្តមនុស្សគ្រប់គ្នាដឹងអាអន់ចិត្តគាត់បន្ទាប់ពីការកំសាន្តវៀតណាមរបស់យើងវាត្រូវតែទៅជួបឪពុកម្ដាយរបស់អ្នកកញ្ញាឆេនីវបានធ្វើបាបបងប្រុសយោប្រសិនបើអ្នកផ្ដល់វត្ថុទាំងមូលទៅកញ្ញាឆេនីវលេងវិញ Entertainment នឹងកំណត់គោលដៅពួកយើងនាពេលអនាគតកញ្ញា Crescent Moon Angel Walker ស្ដេចជេតល្អមិនចង់បានទេតើវិញឈានចង់បានអ្វីកាន់តែរីករាយកុំឲ្យវាទៅព្រះច័ន្ទថ្មីគ្រប់គ្នាមានសុវត្ថិភាពនិងសុខភាពល្អយូឈីសេគាត់គឺជាស្ដេចជេតដែលអ្នកហៅគាត់មានពាក្យពីរ3ខ្ញុំចង់និយាយជាមួយអ្នកហេតុអ្វី Jade King នៅទីនេះខ្ញុំជាម្នាក់ក្នុងចំណោម5ថាមពលច្រើនណាស់អ្នកទាំងអស់គ្នាការចោះត្រចៀកថ្ងៃនេះបានក្លាយជាការប្រជុំជ្រើសរើសបុគ្គលិកដ៏រីករាយប៉ុន្តែខ្ញុំចង់ឆ្លៀតយកឱកាសនេះដើម្បីរៀបចំវាកុបកម្មថ្មីនេះតាមអ៊ីនធឺណិតអំពីបទពិសោធន៍របស់ប្រពន្ធខ្ញុំ